អូនសំឡាញ់តើអូនស្រឡាញ់បងទេប្រកាសណាថាអូនស្រឡាញ់បងណាហេតុអ្វីក៏បងសួរអូនបែបនេះអូអត់អីទេបើអូនស្រឡាញ់បងតើអូនធ្វើរឿងមួយដើម្បីបងបានដែរទេធ្វើរឿងអីទៅបងគឺអូនដេញកូនស្រីអូនចេញពីផ្ទះនេះទៅអាឆ្កែសក់បាសឡើងជ្រងមុខបាក់ស្គមសតតែឆ្អឹងហើយថែមទាំងចិត្តអាក្រក់ទៀតអូនជេរបងមែនអអអត់ទេអូនចង់និយាយថាអូននឹងធ្វើតាមបងសារីនៅឯណាឆាប់មកនេះឆាប់មកឲ្យលឿនបន្តិចមកចាអ្នកម៉ាក់ហៅកូនមានការអីដែរឯនេះសើកមិនចេះជួយធ្វើការងារផ្ទះអីទេមិនរៀនមិនសូត្រដើរទៅលេងឯងឆាប់ចេញពីផ្ទះនេះទៅម៉ាក់មិនក៏ម៉ាក់ធ្វើបែបនេះចំពោះកូនដើម្បីព្រមអ្នកនោះមែនទេម៉ាក់មិនគួរធ្វើបែបនេះចំពោះកូនទេគ្រាន់តែជាអ្នកដតីចំណែកយើងទាំងពីរជាសាច់ឈាមនឹងគ្នាណាបើកូនចេញពីផ្ទះនេះទៅតើឲ្យកូនទៅនៅឯណាទៅម៉ាក់ឯងទៅណាក៏ទៅវាជារឿងរបស់ឯងទេយើងស្រឡាញ់គេយើងធ្វើគ្រប់យ៉ាងដើម្បីគេឯងឆាប់ចេញពីផ្ទះនេះទៅហើយប្រហែលថ្ងៃមកនេះប្តីខ្ញុំមិនឃើញមកផ្ទះសោះអូនសំឡាញ់បងឲ្យស្រីចង្រៃនោះដេញកូនស្រីវាចេញពីផ្ទះហើយបន្ទាប់មកយើងទាំងពីរនឹងសោយសុខលើទ្រព្យសម្បត្តិរបស់នាងអរគុណបងណាស់ដែលបងធ្វើគ្រប់យ៉ាងដើម្បីអូនត្រូវហើយបងធ្វើគ្រប់យ៉ាងដើម្បីអូនព្រោះបងស្រឡាញ់អូនខ្លាំងណាស់ស្រីជើងល្អនាងស្អាតនាងឆ្លាតនាងពូកែហេតុអ្វីមកយកប្តីគេបែបនេះនាងខ្វះអ្នកយកណាស់មែនទេនាងឆ្កាញ់ប្តីគេខ្លាំងណាស់មែនទេត្រូវហើយខ្ញុំចូលចិត្តយកប្តីគេព្រោះវាស្រួលក្នុងការថ្នាក់ថ្នមនាងមិនខ្លាចឡើងរកាដៃទើសតែសោះខ្ញុំមិនខ្លាចនោះទេយកប្តីគេហើយសំដីថ្លោសទៀតបងសំឡាញ់បងមកផ្ទះវិញហើយហ៎ត្រូវហើយយើងមកវិញហើយយើងមកនេះគឺដើម្បីដេញឯងចេញពីផ្ទះនេះហេតុអ្វីក៏បងធ្វើដល់អូនបែបនេះក្រែងយើងទាំងពីរស្រឡាញ់គ្នាណាស់មែនទេយើងស្រឡាញ់តែទ្រព្យសម្បត្តិរបស់ឯងតែប៉ុណ្ណោះអាត្រូវគ្រឿបអាឆ្កែអាមហារាជដំណាក់កាលចុងក្រោយអារលាយខ្លះជាផេះយើងខំស្រឡាញ់ឯងអស់ពីពោះឯងមិនគួរធ្វើបែបនេះដាក់យើងទេឯងឆាប់រៀបចំអីវ៉ាន់ចេញពីផ្ទះនេះអីឡើយទៅមិនពិតទេឯងមិនគួរធ្វើបែបនេះដាក់យើងទេសួស្តីលោកស្រីតើលោកស្រីមកទីនេះមានបញ្ហាអ្វីដែរខ្ញុំមកនេះគឺមកប្តឹងប្តីចុងរបស់ខ្ញុំគេយកទ្រព្យសម្បត្តិរបស់ខ្ញុំអស់ហើយថែមទាំងដេញខ្ញុំចេញពីផ្ទះថែមទៀតមិនអីទេលោកស្រីខ្ញុំនឹងធ្វើអន្តរាគមន៍ជូនតើពេលនេះកូនស្រីខ្ញុំទៅនៅឯណាទៅសួស្តីក្មួយប្រុសតើក្មួយមានឃើញក្មេងស្រីម្នាក់ពាក់អាវសចងសក់ទៅក្រោយទេអូខ្ញុំឃើញគាត់ដើរចូលហាងនៅក្បែរខាងនោះអញ្ចឹងមីងអរគុណក្មួយច្រើនណាស់អូមិនអីទេអ្នកមីងមិនអីទេហាកូនស្រីកូននៅទីនេះទេហ៎ម៉ាក់ខំស្វែងរកកូនម៉ាក់ខ្ញុំនៅទីនេះឲ្យម៉ាក់សុំទោសណាដែលម៉ាក់ដេញកូនចេញពីផ្ទះម៉ាក់ខុសហើយម៉ាក់ខុសធ្ងន់ណាស់ម៉ាក់មិនគួរធ្វើបែបនេះចំពោះកូនទេមិនអីទេម៉ាក់លោកស្រីរឿងក្តីលោកស្រីជាអ្នកឈ្នះពេលនេះទ្រព្យសម្បត្តិនិងផ្ទះត្រូវប្រគល់ជូនលោកស្រីវិញហើយអរគុណខ្លាំងណាស់ដែលជួយធ្វើអន្តរាគមន៍មិនអីទេលោកស្រីនេះជាកាតព្វកិច្ចរបស់ខ្ញុំកូនស្រីម៉ាក់មិនទៅណាឆ្ងាយពីកូនទៀតទេម៉ាក់នឹងនៅជាមួយកូនម៉ាក់នឹងនៅជិតកូនផ្ដល់ភាពកក់ក្ដៅឲ្យកូនម៉ាក់ស្រឡាញ់កូនក៏ស្រឡាញ់ម៉ាក់ដែរ